បាទសូមគោរពជំរាបសួរដល់ប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពស្វាគមន៍មកកាន់ព័ត៌មានប្រចាំថ្ងៃដែលផ្សាយចេញពី Channel របស់ខ្ញុំថ្ងៃនេះគឺខ្ញុំសូមលើកយកនៅអត្ថបទព័ត៌មានមួយដែលផ្សាយចេញដែលដកស្រង់ចេញពីគេហទំព័រអង្គរ Fresh ដែលព័ត៌មាននេះគេបានដាក់ចំណងជើងថាប្រពន្ធស្នែកយំបោកខ្លួនថាប្តីឆក់ទូរស័ព្ទពេលសាកថ្មស្នាប់តែកំណត់ហេតុឃើញស្រាវជ្រាវចេញផ្សេងមានវីដេអូយើងចង់ដឹងថាវីដេអូយ៉ាងណានោះសូមអញ្ជើញប្រិយមិត្តពុកម៉ែបងប្អូនរីករាយទស្សនាដល់ខ្ញុំបាទអានព័ត៌មាននេះជូនឲ្យរួចហើយយើងទៅមើលវីដេអូទាំងអស់គ្នាតែម្ដងជាមួយនឹងខ្ញុំតែមុននឹងខ្ញុំបានអានអត្ថបទសូមកុំភ្លេចចុច like នៅលើវីដេអូនឹងម្នាក់មួយហើយកុំភ្លេចចុច subscribe និងហកចុចកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃកាលពីយប់មិញនេះមានការបង្ហោះវីដេអូមួយបង្ហាញពីនារីម្នាក់ស្រែកយំស្ទើរបោកខ្លួនពេលឃើញប្តីដេកស្លាប់ម្នាក់ឯងដោយសង្ស័យថាឆក់ទូរស័ព្ទស្លាប់ពេលបញ្ចូលថ្មផងស្ដាប់ចម្រៀងផងវីដេអូនោះធ្វើឲ្យមានអ្នកចែករំលែករាប់ពាន់ដងប៉ុន្តែក្រោយការស្រាវជ្រាវទើបដឹងការពិតថាករណីនេះមិនមែនជាការឆក់ទូរស័ព្ទពេលស្ដាប់ចម្រៀងនិងបញ្ចូលថ្មនោះទេហើយរឿងហេតុក៏មិនមែនទើបកើតដែរនៅក្នុងវីដេអូដែលមានរយៈពេលប្រមាណ7នាទីគេបានឃើញនារីម្នាក់ស្រែកយំនិងរៀបរាប់ប្រាប់ថាសមត្ថកិច្ចថាប្តីរបស់ខ្លួនបានឆក់ស្លាប់ដោយសារតែកាសបណ្ដាលដុតបញ្ចូលថ្មបណ្ដាដំណឹងនេះក៏ដឹងមកពីមីងរបស់គេជាអ្នកប្រាប់ដែរថាឃើញប្តីឆក់ទូរស័ព្ទបែបនេះប៉ុន្តែប្រពន្ធមិនជឿទេព្រោះឆ្នាំងសាកនៅឆ្ងាយពីខ្លួនឯទូរស័ព្ទក៏មិននៅនឹងដៃដែរចំណែកសមត្ថកិច្ចក៏ព្យាយាមលួងលោមប្រពន្ធជនរងគ្រោះដើម្បីធ្វើការស្រាវជ្រាវទៅតាមជំនាញតាមពិតទៅរឿងហេតុនេះបានកើតឡើងកាលពីវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី28 ខែឧសភាឆ្នាំ2019នេះទីកន្លែងកើតហេតុគឺនៅក្នុងផ្ទះជួលមួយកន្លែងក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពុនទី2ខណ្ឌមានជ័យរាជធានីភ្នំពេញចំណែកជនរងគ្រោះមានឈ្មោះអៀងសារៈវង្សអាយុ28ឆ្នាំជាបុគ្គលិកហាងខ្មែរថៃបាទតាមកំណត់ហេតុសមត្ថកិច្ចធ្វើកោតសោតវិច័យគឺជនរងគ្រោះស្លាប់ដោយសារខ្យល់កកាំងបេះដូងមិនមែនជាករណីឆក់ឡើយករណីនេះគ្រួសារជនរងគ្រោះសុទ្ធតែបានដឹងច្បាស់ហើយទទួលស្គាល់ថាជាករណីខ្យល់កកាំងបេះដូងប៉ុន្តែបើជាមានអ្នកយកវីដេអូភ័ន្តច្រឡំដំបូងមកបង្ហោះឡើងវិញទើបធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដងចំពោះការឆក់ទូរស័ព្ទឬការពេលកំពុងស្ដាប់ចម្រៀងបណ្ដាបញ្ចូលថ្មបណ្ដាធ្លាប់កើតមានដែរប៉ុន្តែកម្រណាស់ហើយឆ្នាំងសាកនោះជាឆ្នាំងសាកคล้ายទើបឆ្លងភ្លើងបណ្ដាលឲ្យឆក់បើឆ្នាំងសាកស៊ីនមិនអាចមានករណីនេះទេព្រោះកម្លាំងអគ្គិសនីចេញពីឧបករណ៍សម្រាប់បញ្ចូលក្នុងទូរស័ព្ទចល័តមាន4ទៅ5វ៉ូតឯកម្លាំងចេញពីសោតសាប់ប្រដាប់ដាក់ត្រចៀកមាន 0.80 វ៉ូត 100 មីលីអាំពែ
គឺមិនអាចឆក់ស្លាប់ទេក្នុងករណីជនរងគ្រោះបានយកដៃទៅប៉ះនិងប្រដាប់ដោតឯជញ្ជាំង222 វ៉ូតឬប្រាយឆាំងសាកคล้ายៗនាំឲ្យឆ្លងភ្លើងទើបអាចមានករណីឆក់ស្លាប់បាទយ៉ាងនេះគឺជាបាទគឺខ្យល់កស្មានគាត់ប្រពន្ធគាត់ស្មានតែស្មានតែប្តីហ្នឹងគឺឆក់ទូរស័ព្ទស្លាប់តែដល់ពេលពិនិត្យកោសលវិច័យទៅទើបដឹងថាអូស្លាប់ដោយសារខ្យល់កអូខេអញ្ចឹងខ្ញុំគេដាក់ថាមានវីដេអូខ្ញុំដើរហមមើលវីដេអូអត់ឃើញចប់បាទអូខេនឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់តាមដានទេសនាប្រសិនបើខ្ញុំមានកំហុសខុសឆ្គងដោយដោយប្រការណាមួយក៏សូមមេត្តាអធិស្ឋាន